ដូច្នេះខ្ញុំថ្ងៃនេះដែលបខំមកនិយាយគឺនិយាយរឿងហ្នឹងហើយកូនអើយនិយាយរឿងដែលយើងមិនបានទៅដោយសារតែយន្តហោះរំលាក់គ្រាប់បែកនៅម៉ោង11ថ្ងៃត្រង់ថ្ងៃ24នេះនៅភូមិកន្លែងដែលថាទៅនឹងបដ ாய் នៅភូមិដែលកន្លែងថាទៅប៉ុន្តែมันមានលឺដំណើរហ្នឹងហើយកូនអត់អោនក្បាលទៅពុះប្រចាំមើលទេក៏ប៉ុន្តែប្រទេសយើងទូចណាកូនណាការស្វែងរកយុត្តិធម៌លើឆាកអន្តរជាតិត្រូវប្រើពេលវេលាយូរណាកូនណាត្រូវប្រើពេលវេលាយូរបើយើងស្រែករកយុត្តិធម៌ 100% គឺអត់មានទេគឺអត់មានទេណាកូនណាអត់មានទេដូច្នេះអ្វីដែលកូនត្រូវពឹងគឺពឹងលើខ្លួនឯងជាមុនណាកូនណាកូនគិតមើលទៅសង្គ្រាមស្រុកខ្មែរជាង20ឆ្នាំមុនឆ្នាំ1991កូនសុកឿនមិនអីចៅសុខភាពល្អទេកូនសង្គ្រាមមុនឆ្នាំ1991គឺកើតពីប្រទេសខាងកើតមូលហេតុគឺមកពីខាងកើតការស្លាប់គឺពលរដ្ឋខ្មែរចំណែកភាពយុត្តិធម៌នៅស្រុកខ្មែរតើមាននេះភាពយុត្តិធម៌លើឆាកអន្តរជាតិដែលមាននេះខ្មែរយើងនេះវាបានត្រឹមតែបង្កាប់សម្រាប់គ្នាឯងហើយចងគំនុំគុំគួនរហូតមកដល់រាល់ថ្ងៃប៉ុន្តែឈ្នួនបំភ្លុះគឺមកពីបរទេសដែលមានពិភពលោកឯណារកយុត្តិធម៌ឲ្យយើងនេះកូនត្រូវចងចាំក្នុងចិត្តខ្មែរបាត់ទឹកបាត់ដីខ្មែរត្រូវគេធ្វើបាបតើមានពិភពលោកណាស្រែកថ្កោលទោសប្រទេសធំនោះទេដែលវាបង្កមកលើជាតិមាតុភូមិយើងនេះដូច្នេះណាកូនណាកូនធ្វើអ្វីជឿអ្វីកុំឲ្យជ្រុលនិយមការកសាងស្អីក៏ដោយវាកើតចេញពីបរទេសមកសាងឲ្យយើងក៏ព្រោះតែយើងនេះសូម្បីតែច្បាប់ក៏មិនអាចសាងខ្លួនឯងកើតដែរដូច្នេះច្បាប់ដែលសាងឡើងមើលទៅវាបំរើផលប្រយោជន៍យើងពិតប្រាកដមែនក៏ប៉ុន្តែច្បាប់អត់ដែលប្រាប់ហេតុទេអត់ដែលប្រាប់ហេតុថាហេតុអីបានគេកើតច្បាប់នេះឡើងមកហេតុអីដូច្នេះកូនទាំងអស់គ្នាខ្ញុំនិយាយអំពីហេតុដើម្បីឲ្យកូនចេះការពារជាតិមាតុភូមិរបស់ខ្លួនកុំឲ្យផ្ដេកផ្ដួលទៅលើអ្វីអរគុណតែកូនសុកគឿនចៅសុខភាពល្អអរគុណចៅខិតខំរកទីចំកូនចំចៅណាកូនណាប្រយ័ត្នប្រយែងខ្លួនប្រាណថែសុខភាពឲ្យល្អណាកូនណាដូច្នេះកូនណាកូនប្រុសស្រីតែខ្មែររបស់យើងនេះក្រោយអំពីបានចាប់សង្គ្រាមប្រដាប់អាវុធនៅឆ្នាំ1997 98សង្គ្រាមកើតថ្ងៃ18មិនិនា1970បញ្ចប់នៅឆ្នាំ1998សង្គ្រាមប្រដាប់អាវុធណាសួរថាប្រទេសដែលដុតពួកគេមានទទួលខុសត្រូវទេអង្គការសហប្រជាជាតិមានដែលចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះបរទេសដែលយកភ្លើងមកដុតខ្មែរនោះទេគឺអត់មានទេដូច្នេះយើងជាខ្មែរគ្រប់រូបគួរតែដឹងអារឿងនេះទៅគួរអាដឹងរឿងនេះទាំងអស់គ្នាទៅហើយដឹងហើយផ្លាស់ប្ដូរផ្នត់គំនិតពិសេសមនុស្សចាស់ពួកយើងកាប់ស្លាប់គ្នាសល់ពីស្លាប់ក្នុងសង្គ្រាមពី1970ដល់98វាគ្រាន់តែជាឧបករណ៍នយោបាយរបស់អ្នកនយោបាយជំនាន់មុនមិនមែនជាឧបករណ៍របស់បរទេសឈ្លានពានទេហើយមកដល់ពេលនេះយើងនៅចង់គំនុំគុំគួនគ្នាចោតគ្នាអាយ៉ងអានេះអាយ៉ងអានោះតើមកជួបបាយនេះអាចឲ្យកូនរបស់យើងនេះបានរស់នៅទទួលសេចក្តីសុខសន្តិភាពបានរស់នៅការពារផលប្រយោជន៍ជាតិមាតុភូមិបានរឹងមាំដែរទេបើយើងគ្រប់គ្នាបងខ្លះប្អូនខ្លះទៅដល់ប្រទេសទី3ដែលស្ងប់សុខអំពីទុក្ខសោកលំបាកទៅហើយការផ្ដល់គេអាកឲ្យកូនចៅចំនួនក្រោយគឺផ្ដល់គេអាកគំនុំសងសឹកមកឲ្យកូនចៅចំនួនក្រោយបកនយោបាយបានរករូបមន្តនេះដោះបញ្ហាទេគឺអត់ទេរុញកំហឹងរុញកំហល់ឲ្យកូនរបស់យើងឆ្លោះគ្នាដែលគ្រាន់ខ្លួនឯងគ្រាន់តែជាឧបករណ៍បំរើនយោបាយឲ្យបុគ្គលដែលមាននយោបាយនិយមបរទេសជាឧបករណ៍របស់បរទេសមកធ្វើនយោបាយសម្រាប់គ្នាឯងចុះយើងនៅទូលរែកដល់ណាទៀតបងប្អូនកូនចៅនៅឯនាយសមុទ្រតើនៅទូលរែកដល់ណាទៀត
តើបន្ត